បុព្វបុរសរបស់ជនជាតិថៃគឺជាក្រុមជនជាតិភាគតិចតៃដែលភាគច្រើនរស់នៅក្នុងខេត្តយូណានភាគខាងត្បូងប្រទេសចិនហើយចាប់ពីសតវត្សទី6ដល់សតវត្សទី11ជនជាតិតៃបានចាប់ផ្ដើមធ្វើចំណាក់ស្រុកបន្តិចម្ដងចូលទៅក្នុងភាគខាងជើងប្រទេសថៃបច្ចុប្បន្នដែលកាលនោះជាទឹកដីដែលកាន់កាប់ដោយអាណាចក្រខ្មែរនិងនគរមនហេតុដូច្នេះហើយទើបវប្បធម៌ថៃត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ខ្មែរមននិងឥណ្ឌាទឹកដីខ្មែរបានកកើតជាអាណាចក្រដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ដែលមានឈ្មោះថាអាណាចក្រភ្នំដែលតាមឯកសារចិនហៅថាហ្វូណនមានអាយុកាលពីដើមសតវត្សទី1នៃគ្រិស្តសករាជរហូតដល់ឆ្នាំ550នៃគ្រិស្តសករាជដែលមានទឹកដីយ៉ាងធំធេងបន្តដោយសម័យចេនឡាដែលមានការបែងចែកជាចេនឡាដីគោកនិងចេនឡាទឹកលិចព្រះបាទជ័យវរ្ម័នទី2បានរំដោះចេនឡាទឹកលិចពីអំណាចជ្វានិងបានបង្រួបបង្រួមចេនឡាទាំងពីរពោលគឺខ្មែរលើនិងខ្មែរក្រោមដើម្បីបង្កើតជាចក្រភពអង្គរនៅឆ្នាំ802ព្រះបាទជ័យវរ្ម័នទី2ទ្រង់គឺជាក្សត្រដែលជាប់រាជវង្សបូសករាជទ្រង់បានកសាងរាជធានីជាច្រើនកន្លែងដូចជាក្រុងឥន្ទ្របុរៈក្រុងកោតេហរិល័យអមរិន្ទ្របុរៈនិងមហេន្ទ្របវរមិនតែប៉ុណ្ណោះព្រះបាទជ័យវរ្ម័នទី2ក៏បានបង្កើតពិធីទេវរាជនិងលើកដំកើងសាសនាព្រាហ្មណ៍និងបានកសាងប្រាសាទនៅភ្នំគូលែននិងសេវលឹងចាប់ពីពេលនោះមកចក្រភពអង្គរគឺជាចក្រភពខ្មែរដ៏ល្បីល្បាញមួយនៅក្នុងពិភពលោកដែលមានអរិយធម៌រីកចម្រើនដ៏កំពូលដោយមានប្រាសាទអង្គរវត្តដ៏អស្ចារ្យជាភស្តុតាងស្រាប់សម័យអង្គរមានព្រះមហាក្សត្រដ៏ខ្លាំងពូកែស្នងរាជជាបន្តបន្ទាប់ដូចជាព្រះបាទសូរ្យវរ្ម័នទី2និងព្រះបាទជ័យវរ្ម័នទី7ជាដើមហើយទឹកដីខ្មែរនាសម័យនោះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសចិនសព្វថ្ងៃឬរដ្ឋណានចាវនិងតុងកឹងភាគខាងកើតជាប់នគរចម្ប៉ាភាគខាងត្បូងជាប់សមុទ្រចិនខាងត្បូងនិងឈូងសមុទ្រខ្មែរនិងភាគខាងលិចជាប់នគរមនឬភូមាបានលាតសន្ធឹងលើប្រទេសថៃនិងប្រទេសឡាវសព្វថ្ងៃនិងទឹកដីកូសាំងស៊ីនដែលជាទឹកដីកម្ពុជាក្រោមដែលសព្វថ្ងៃនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមដោយសារតែពូជសាសន៍ខ្មែរគឺជាជនជាតិដែលមានទឹកចិត្តសន្តោសប្រណីនិងសេចក្តីមេត្តាទើបចេះតែបណ្ដោយឲ្យជនជាតិតៃមកតាំងទីលំនៅលើទឹកដីរបស់ខ្លួននៅភាគខាងជើងដែលសព្វថ្ងៃនេះស្ថិតនៅក្នុងខេត្តឈៀងម៉ៃប្រទេសថៃនិងផ្នែកនៃប្រទេសឡាវសព្វថ្ងៃដោយការរស់នៅចេះតែមានភាពសុខសាន្តជនជាតិនេះបាននាំគ្នាជុំរស់នៅជាបន្តបន្ទាប់នៅប៉ែកខាងជើងនេះកាន់តែច្រើនឡើងបង្កើតបានជាកូនពូនជាចៅរហូតបង្កើតបានជានគរតូចមួយចំនួនក៏ប៉ុន្តែពីដំបូងឡើយនគរទាំងអស់នោះគ្រាន់តែជានគរទុនខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរនៅពេលដែលចក្រភពអង្គរចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងពួកតៃឬក៏ពួកសៀមនេះបានពង្រឹងនគររបស់ខ្លួនហើយធ្វើសង្គ្រាមវាទីដណ្ដើមខេត្តខ្មែរដែលដឹកនាំដោយស្ដេចសៀមមានដើមកំណត់ខ្មែរសុទ្ធសាធដែលមានព្រះនាមថាព្រះចៅស្រីឥន្ទ្រទិត្យហ្វាមឿងដែលបានក្បត់នឹងរាជការខ្មែរហើយបាននាំពួកតៃមកច្បាំងដណ្ដើមយកទឹកដីខ្មែរជាបន្តបន្ទាប់ដូចជាខេត្តសុខោទ័យព្រះវិស្ណុលោកអយុធ្យាកំពែងពេជ្រឈៀងសែនឈៀងម៉ៃឈៀងរៃនគរស្រីធម្មរាជនគរសួរនគរបឋមសុវណ្ណភូមិឬសុពរបូរីស្រីទេពលបបូរីបឹងកក់ឬបាងកកកញ្ជនបុរីរាជបុរីពេជ្របុរីនិងវជ្ជបុរីហើយបានបង្កើតនគរសៀមដំបូងដោយដាក់ឈ្មោះថាសុខោទ័យនៅអំឡុងសតវត្សទី13គឺនៅក្នុងឆ្នាំ1238ដែលឈ្មោះថានគរសុខោទ័យនេះគឺយកតាមឈ្មោះខេត្តខ្មែរគឺខេត្តសុខោទ័យចំពោះឡាវវិញក៏បានវិលដណ្ដើមយកខេត្តខ្មែរមួយចំនួនផងដែរដោយស្ដេចឡាវពេលនោះមានដើមកំណត់ខ្មែរសុទ្ធសាធនិងជាមេដឹកនាំទ័ពជើងគោកអង្គរធំទ្រង់មានព្រះនាមថាព្រះចៅមឿងហ្វាងងុំហើយបានបង្កើតជានគរដែលដាក់ឈ្មោះថាព្រះរាជាណាចក្រដំរីលៀនជាងដែលភាសាឡាវអានថាឡានសាងងាកមកនគរសុខោទ័យវិញបន្ទាប់មកទៀតនៅក្នុងសតវត្សទី14ក្រោយពីស្ដេចរៀមកំហែងចូលទីវង្គតសុខោទ័យត្រូវធ្លាក់ដុនដាបហើយត្រូវបានធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺនគរអយុធ្យាដែលបានពង្រីកអំណាចហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែររហូតធ្វើឲ្យចក្រភពអង្គរត្រូវដួលរលំនៅក្នុងឆ្នាំ1931នៅក្នុងសម័យចតុមុខបន្ទាប់ពីព្រះបាទពញាយ៉ាតបោះបង់ចោលក្រុងអង្គរមកតាំងរាជធានីនៅទួលបាសានហើយក៏បានផ្លាស់រាជធានីមកនៅចតុមុខវិញនាសម័យនោះសៀមនៅតែបន្តឈ្លានពានទឹកដីខ្មែររហូតដល់សម័យលង្វែកនៅក្នុងសម័យលង្វែកនោះគឺជាសម័យកាលមួយដែលសៀមបានលើកទ័ពចូលឈ្លានពានប្រទេសខ្មែរជាច្រើនលើកច្រើនសារបន្ទាយលង្វែកគឺជាបន្ទាយដ៏រឹងមាំបំផុតដែលរឹងមាំខ្លាំងបំផុតនោះគឺជាព្រៃឫស្សីនៅឆ្នាំ1588សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកំរោលហើយបានបន្តវាយកខេត្តខ្មែរជាច្រើនរហូតដល់ស្រុកបរិបូរព្រមទាំងហ៊ុំព័ទ្ធបន្ទាយលង្វែកទៀតផងពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល3ខែតែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញដោយសារតែខ្វះស្បៀងនិងកាត់ជំងឺឆ្លងមុនពេលទៅវិញសៀមបានប្រើល្បិចបាច់ប្រាក់ដួងជាច្រើនចូលទៅក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែកយោងតាមឯកសារមហាបរោះខ្មែរភាគ3បានបញ្ជាក់ថាស
សៀមបានយកប្រាក់ដួងចំនួន 5000 ដួងច្របល់នឹងគ្រប់សំណច្រកក្នុងកំភ្លើងតូចធំហើយបាញ់ចេញអស់វេលា3ថ្ងៃប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សីដើម្បីយកប្រាក់ដួងតតែរិចរើគុម្ពឫស្សីអស់នៅឆ្នាំ 1594 ដោយដឹងថាគុម្ពឫស្សីបានរិចរើអស់សៀមបានលើកទ័ពមកម្ដងទៀតហើយនៅទីបំផុតបន្ទាយលង្វែកក៏ត្រូវបានសៀមវិញយកបានពួកសៀមបានប្រមូលរតនភណ្ឌអស់ចេញពីបន្ទាយរួមជាមួយនឹងព្រះគោព្រះកែវទ្រព្យសម្បត្តិក្បួនខ្នាតនិងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀមថែមទាំងចាប់ព្រះបាទស្រីសូរិយោពណ៌និងអ្នកចេះដឹងខ្មែរជាច្រើនយកទៅស្រុកសៀមថែមទៀតផងក្រោយពីបាច់បន្ទាយលង្វែកប្រទេសកម្ពុជាអស់រដ្ឋាភិបាលហើយក៏ធ្លាក់ទៅជារដ្ឋទុនខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍ខ្មែរបានបាត់បង់កិត្តិយសភ័ណ្ឌជាតិក្បួនច្បាប់អ្នកប្រាជ្ញបណ្ឌិតហើយវប្បធម៌ខ្មែរក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែទាំងអស់ប្រទេសកម្ពុជានៅពេលនោះបានធ្លាក់ទៅក្នុងភាពអនាធិបតេយ្យហើយគ្រោះទុរភិក្សក៏បានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេសហើយកម្ពុជាក៏បានបាត់បង់អាណាខេត្តភាគខាងលិចនិងភាគពាយ័ព្យដូចជាខេត្តចន្ទបុរីបស្ចិមបុរីនគររាជសីមាបាត់ដំបងសៀមរាបថ្នាក់និងឡាក់បញ្ចប់ពីសម័យលង្វែកចូលដល់សម័យឧដុង្គកម្ពុជានៅតែបន្តរងការឈ្លានពានពីពួកសៀមនៅពេលដែលកម្ពុជាស្ថិតនៅក្នុងអាណានិគមនិយមបារាំងនោះសៀមក៏លែងបានឈ្លានពានប្រទេសកម្ពុជាតទៅទៀតហើយថែមទាំងបានចុះសន្ធិសញ្ញាបារាំងសៀមនៅឆ្នាំ 1904 និងឆ្នាំ 1907 ដោយបានប្រគល់ខេត្តមួយចំនួនមកឲ្យកម្ពុជាវិញបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងប្រទេសថៃក៏បានចូលមកឈ្លានពានទឹកដីកម្ពុជាជាបន្តទៀតនៅឆ្នាំ 1954 ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារហើយចំនួនរវាងថៃនិងកម្ពុជាក៏ចាប់ផ្ដើមផ្ទុះឡើងនៅថ្ងៃទី 6 ខែតុលាឆ្នាំ 1959 កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចសីហនុបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យភាពដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកម្លាំងប្រដាប់អាវុធចេញពីតំបន់ប្រាសាទក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបានបរាជ័យទីបំផុតទៅនៅថ្ងៃទី 15 ខែមិថុនាឆ្នាំ 1962 ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៅទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃនៅថ្ងៃទី 7 ខែកក្កដាឆ្នាំ 2008 កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅទីក្រុងកេបិចប្រទេសកាណាដាហើយនៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2008 ទាហានថៃក៏បានចូលមកឈរជើងនៅក្នុងបរិវេណវត្តកៅសិក្ខាគិរីស្វារៈក្បែរតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី 11 ខែសីហាឆ្នាំ 2010 កម្ពុជាបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិនៃទីក្រុងញូវយ៉កដើម្បីសូមអន្តរាគមន៍ឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃបានបង្កើតផែនទីឯកតោភាគីមានទំហំ 4.6 គីឡូម៉ែត្រការ៉េជាប់នឹងប្រាសាទព្រះវិហារជារបស់ខ្លួនផែនទីនេះគឺខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2013 តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ 1962 របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់មកឲ្យកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពចេញប៉ូលីសឬក៏ឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌហើយទោះជាបែបនេះក្តីថៃនៅតែបំភ្លៃប្រវត្តិសាស្ត្រហើយចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែររហូតមកទល់បច្ចុប្បន្ននេះជាក់ស្ដែងនៅថ្ងៃប្រហ័សទី 24 ខែកក្កដាឆ្នាំ 2025 វេលាម៉ោង 8:46 នាទីព្រឹកយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញសង្គ្រាមក៏បានផ្ទុះឡើងនៅតាមអន្តរព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហាររយៈពេល 5 ថ្ងៃមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានប្រកាសឡើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 28 ខែកក្កដាឆ្នាំ 2025 កម្ពុជាបានគ្របតាមបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនបំផុតនិងមានការអត់ធ្មត់ខ្ពស់ទោះបីជាទាហានថៃបានព្យាយាមបង្ករឿងឥតស្រាកស្រានក៏ដោយបច្ចុប្បន្ននេះប្រទេសថៃមានឈ្មោះជាផ្លូវការថាព្រះរាជាណាចក្រថៃមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិននៃភូមិភាគអាស៊ីអាគ្នេយ៍លាតសន្ធឹងលើផ្ទៃដី 513,120 គីឡូម៉ែត្រការ៉េធំជាងគេទី 50 នៅក្នុងពិភពលោកនិងធំជាងកម្ពុជាជិត 3 ដងមានព្រំប្រទល់ខាងជើងនិងខាងលិចជាប់នឹងប្រទេសមីយ៉ាន់ម៉ាភាគឦសាននិងខាងកើតជាប់នឹងប្រទេសឡាវភាគខាងកើតនិងអាគ្នេយ៍ជាប់នឹងប្រទេសកម្ពុជាភាគខាងត្បូងជាប់ឈូងសមុទ្រថៃនិងប្រទេសម៉ាឡេស៊ីនៅភាគនិរតីជាប់នឹងសមុទ្រអាណ្ដាម៉ាន់ប្រទេសថៃក៏មានព្រំប្រទល់ដែនសមុទ្រជាមួយនឹងប្រទេសវៀតណាមនៅភាគអាគ្នេយ៍ដែនសមុទ្រជាមួយនឹងប្រទេសឥណ្ឌូនេស៊ីនិងឥណ្ឌានៅភាគនិរតីបាងកកគឺជារាជធានីនិងជាទីក្រុងដែលធំជាងគេបំផុតនិងមានខេត្តចំនួន 76 ហើយខេត្តទាំងនោះត្រូវបានបែងចែកទៅជា 5 តំបន់
គឺតំបន់ភាគកណ្ដាលតំបន់ភាគខាងជើងភាគខាងកើតភាគឦសាននិងភាគខាងត្បូងរូបបច្ចុប្បន្នរបស់ប្រទេសនេះគឺលុយបាតប្រជាជនប្រទេសនេះមានចំនួនជាង70លាននាក់គិតត្រឹមឆ្នាំ2025ច្រើនជាងគេលំដាប់ទី20នៅក្នុងពិភពលោកយើងសាសនាព្រះពុទ្ធគឺជាសាសនាធំជាងគេបំផុតប្រចាំប្រទេសដោយមានប្រជាជនប្រមាណ 93.4% គោរពបន្ទាប់មកគឺសាសនាអ៊ីស្លាមដែលមានអ្នកគោរពប្រមាណ 5.2% ដែលភាគច្រើនគឺជាប្រជាជននៅខេត្តភាគខាងត្បូងក្រៅពីនេះក៏នៅមានអ្នកកាន់សាសនាផ្សេងៗទៀតដូចជាសាសនាគ្រិស្តសាសនាស៊ីកនិងសាសនាហិណ្ឌូជាដើមភាសាថៃគឺជាភាសាផ្លូវការនៅភាគខាងជើងប្រទេសថៃគឺជាតំបន់ភ្នំនិងខ្ពង់រាបដែលចំណុចខ្ពស់ជាងគេបំផុតគឺកំពូលភ្នំដយអ៊ីនថានុនដែលមានកម្ពស់ 2565 ម៉ែត្រស្ថិតនៅក្នុងខេត្តឈៀងម៉ៃភាគឦសានគឺជាតំបន់ខ្ពង់រាបដែលមានព្រំប្រទល់ខាងកើតជប់នឹងទន្លេមេគង្គភាគកណ្ដាលនៃប្រទេសនេះគឺជាតំបន់ទំនាបទន្លេចៅប្រយ៉ាដែលហូរចាក់ទៅកាន់ឈូងសមុទ្រថៃនៅភាគខាងកើតប្រទេសគឺជាតំបន់ខ្ពង់រាបនិងភ្នំដែលមានជួរភ្នំដងរែកសណ្ដូកស្របតាមព្រំប្រទល់ជាមួយនឹងប្រទេសកម្ពុជាភាគខាងត្បូងប្រទេសថៃសន្តានដីមានរាងទ្រវែងទទឹងទោចចង្អៀតដែលលាតសន្ធឹងចូលទៅក្នុងឧបទ្វីបម៉ាឡេតំបន់ភាគខាងត្បូងនេះសម្បូរដោយដំណាំដូងប្រេងហើយប្រជាជនភាគច្រើនគឺជាអ្នកគ្រប់សាសនាអ៊ីស្លាមទេសភាពនៅក្នុងតំបន់នេះក៏សម្បូរដោយភ្នំនិងព្រៃឈើរួមទាំងឆ្នេរសមុទ្រដ៏អស្ចារ្យនៅអមសងខាងគឺសមុទ្រអានដាម៉ាន់នៅភាគខាងលិចនិងឈូងសមុទ្រថៃនៅខាងកើតភាពចម្រុះនៃតំបន់បានបង្កើតឲ្យប្រទេសថៃសម្បូរដោយទេសភាពប្លែកៗទន្លេចៅប្រយ៉ាទន្លេមេគង្គរួមទាំងដៃទន្លេរបស់វាគឺជាផ្លូវទឹកដែលមិនអាចខ្វះបានសម្រាប់ជនបទថៃវាគឺជាប្រភពទឹកដ៏ចម្បងនៅក្នុងវិស័យកសិកម្មឈូងសមុទ្រថៃគ្របដណ្ដប់លើផ្ទៃដី 320,000 គីឡូម៉ែត្រការ៉េវាចូលរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍និងការនេសាទរួមទាំងធនធានប្រេងផងដែរតំបន់ឆ្នេរនៃឈូងសមុទ្រថៃគឺជាមជ្ឈមណ្ឌលឧស្សាហកម្មរបស់ប្រទេសហើយក៏ជាទីតាំងនៃកំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុតប្រចាំប្រទេសគឺកំពង់ផែឡែមចាបាងនៅក្នុងខេត្តឈុនបូរីអូសៀនជាតិនៅក្នុងប្រទេសថៃត្រូវបានកំណត់ថាជាតំបន់សម្បូរដោយធនធានធម្មជាតិដែលមានសារៈសំខាន់បំផុតខាងអេកូឡូស៊ីឬភាពស្រស់ស្អាតតែមួយគត់ទាំងរុក្ខជាតិនិងសត្វដែលមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសជាតិតំបន់ការពាររបស់ថៃរួមមានអូសៀនជាតិចំនួន156ដែនជម្រកសត្វព្រៃចំនួន58តំបន់មិនបរបាញ់ចំនួន67និងអូសៀនព្រៃឈើចំនួន120ដែលគ្របដណ្ដប់ប្រហែលជា 31% នៃផ្ទៃប្រទេសដំរីគឺជាសត្វតំណាងជាតិទោះយ៉ាងណាក៏ដោយចំនួននៃសត្វដំរីនៅតែបន្តធ្លាក់ចុះរីឯការអភិរក្សក៏កាន់តែតឹងរ៉ឹងផងដែរការបរបាញ់សត្វនៅតែជាបញ្ហាដែលត្រូវបង្ក្រាបមនុស្សមួយចំនួននៅតែប្រកបរបរបាញ់សត្វដើម្បីយកសាច់ធ្វើជាអាហារឬក៏សត្វខ្លះទៀតអាចយកទៅធ្វើជាឱសថចាប់តាំងពីទសវត្សរ៍ឆ្នាំ 2000 មកប្រទេសថៃមានចំនួននយោបាយជាបន្តបន្ទាប់រហូតមកទល់ពេលបច្ចុប្បន្ននេះទោះយ៉ាងណាក៏ដោយប្រទេសថៃបានទទួលការអភិវឌ្ឍយ៉ាងខ្លាំងនិងមានការរីកចម្រើនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វាគឺជាមហាអំណាចកណ្ដាលនៅក្នុងកិច្ចការពិភពលោកនិងជាសមាជិកស្ថាបនិកនៃអាស៊ានប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេទី2នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីនិងធំជាងគេទី9នៅអាស៊ីហើយធំជាងគេទី23នៅក្នុងពិភពលោកដោយ PPP ហើយស្ថិតនៅលេខរៀងទី29ដោយផលិតផលក្នុងស្រុកសរុបបើគិតពីចំនួន GDP របស់មនុស្សម្នាក់ថៃគឺស្ថិតនៅក្នុងលេខរៀងទី4នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីសិង្ហបុរីប្រ៊ុយណេនិងប្រទេសម៉ាឡេស៊ីថៃត្រូវបានចាត់ថ្នាក់ជាសេដ្ឋកិច្ចឧស្សាហកម្មថ្មីមួយដែលមានវិស័យផលិតកម្មកសិកម្មនិងទេសចរណ៍គឺជាវិស័យឈានមុខគេសេដ្ឋកិច្ចប្រទេសនេះក៏ពឹងផ្អែកខ្លាំងលើការនាំចេញដែលមានចំនួនប្រហែលជា 60% នៃ GDP ឈ្មោះប្រទេសថៃនៅក្នុងភាសាថៃគឺប្រទេសថៃដែលប្រែទៅជាដែនដីនៃសេរីភាពជាការពិតណាស់តាមប្រវត្តិសាស្ត្រថៃគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមិនធ្លាប់ស្ថិតនៅក្រោមនឹមអាណានិគមរបស់ប្រទេសអឺរ៉ុបណាមួយឡើយបើក្រឡេកទៅកាន់ពិភពលោកទាំងមូលមានប្រទេសតិចតួចណាស់ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ពួកអឺរ៉ុបនេះចាត់ទុកថាជាជោគជ័យដ៏ធំធេងមួយរបស់ប្រជាជាតិថៃនៅក្នុងប្រទេសថៃគ្រួសាររាជវង្សត្រូវបានប្រជាពលរដ្ឋគោរពនិងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតប្រទេសនេះមានច្បាប់ស្តីពីព្រហ្មទណ្ឌដែលមានន័យថារាល់ទង្វើមិនគោរពចំពោះព្រះមហាក្សត្រព្រះមហាក្សត្រីនិងអ្នកស្នងរាជជននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីបទក្បត់ជាតិខ្សែភាពយន្ត Hollywood ដ៏មានប្រជាប្រិយភាពមានចំណងជើងថា King and I ត្រូវបានហាមឃាត់មិនឲ្យចាក់បញ្ចាំងនៅក្នុងប្រទេសថៃព្រោះវាត្រូវបានគេចាត់ទុកថាជាការប្រមាថចំពោះព្រះមហាក្សត្រ